ខ្ញុំដាំមកតាំងពី2015បងតែឆ្នាំ2015ហ្នឹងខ្ញុំដាំបរិជ័យម្ដងបងដោយសារកាលហ្នឹងទី1ខ្ញុំខ្វះបច្ចេកទេសទី2ដោយសារទីផ្សារមិនច្បាស់លាស់ហើយតម្លៃទាបខ្លាំងបងខ្ញុំបានចូលរៀនវគ្គបណ្ដុះបណ្ដាលដូចជា3-4 ដងដែរបងទី1ដូចជាគាត់បរៀនការដាំដុះបងទី2គាត់បរៀនរបៀបដាក់ជីហើយនឹងតាក់តែងមែកបងការប្រមូលផលឃើញថាការកើនឡើងបងមានការកើនឡើងខ្ពស់គួរសមក្នុងមួយហាត់បាន5តោនបងដោយសារតែកាហ្វេខ្ញុំទើបនឹងដាំកាហ្វេប្រមូលផលមួយហាត់កន្លះបាទតែលទ្ធផលបានប្រហែល7តោនអីបងខ្ញុំជម្រាបសួរខ្ញុំបាទឈ្មោះក្រាប់ញិតខ្ញុំរស់នៅភូមិឡាមេះខុំប៊ូស្រាស្រុកពេជ្រជីរដាខេត្តមណ្ឌលគិរីសប្តាហ៍ខ្ញុំដាំដំណាំមានដូចជាទី1កាហ្វេទី2មានម៉ាកាដាមៀទី3មានចន្ទីទី4មានទុរេនហើយទី5មានសាវម៉ៅហើយទី6មានកៅស៊ូបងតាំងពីខ្ញុំដាំមកតាំងពី2015បងតែឆ្នាំ2015ហ្នឹងខ្ញុំដាំបរិជ័យម្ដងបងដោយសារកាលហ្នឹងទី1ខ្ញុំខ្វះបច្ចេកទេសទី2ដោយសារទីផ្សារមិនច្បាស់លាស់ហើយតម្លៃទាបខ្លាំងបងដោយសារតែខ្ញុំឃើញថាកាហ្វេឥឡូវមានទីផ្សារច្បាស់លាស់ហើយតម្លៃខ្ពស់គួរសមបងបាទតាំងពីឆ្នាំ2022បងបាទតាំងពីខ្ញុំស្គាល់ខាងក្រុមហ៊ុនកាហ្វេឃើញថាខាងក្រុមហ៊ុនគាត់មានទំនាក់ទំនងជាមួយដូចជាមន្ទីរកសិកម្មហើយអង្គការ WWF ហើយអង្គការ SNV បាទហើយគាត់ជួយផ្ដល់ដូចជាទី1គាត់ផ្ដល់ជាកូនពូជហើយទី2គាត់ផ្ដល់ប្រព័ន្ធតយោហើយនឹងជីបងហើយនឹងថ្នាំផ្សេងទៀតតាំងពីខ្ញុំបានចូលរៀនវគ្គបណ្ដុះបណ្ដាលដូចជា3-4 ដងដែរបងទី1ដូចជាគាត់បរៀនការដាំដុះបងទី2គាត់បរៀនរបៀបដាក់ជីហើយនឹងតាក់តែងមែកបងការប្រមូលផលឃើញថាការកើនឡើងបងមានការកើនឡើងខ្ពស់គួរសមក្នុងមួយហាត់បាន5តោនបងដោយសារតែកាហ្វេខ្ញុំទើបនឹងដាំកាហ្វេប្រមូលផលមួយហាត់កន្លះបាទតែលទ្ធផលបានប្រហែល7តោនអីបងខ្ញុំលក់ទៅកាហ្វេដូចជាប្រហែល3-4 ដងដែរបងឃើញថាដំណាំកាហ្វេអាចជួយការរស់នៅរបស់ខ្ញុំដូចជាមានការរស់នៅបែបគួរសមហើយអត់ដូចពីមុនបងមានន័យថាយើងជោគជ័យជាងមុនរៀងធូរធារខ្លះដោយសារតែខ្ញុំទូលបានដោយសារដំបូងខ្ញុំរើសជាមេក្រុមបាទខ្ញុំជាមេក្រុមខាងប៊ូស្រាមានជ័យបាទកូនក្រុមខ្ញុំមាន45នាក់ខ្ញុំបានទៅទស្សនកិច្ចនៅខេត្តអាឡាក់ជាមួយនឹងក្រុមហ៊ុន Coffee ដែលពួកគាត់បាននាំខ្ញុំទៅបាទមានទាំងអង្គការ WWF ហើយនិងអង្គការ Hack ហើយគាត់នាំយើងទៅមើលបច្ចេកទេសក្នុងការដាំដំណាំកាហ្វេក៏ដូចជាការដាក់ជីការស្រោចទឹកការតាក់តែងមែកការប្រមូលផលយ៉ាងទៅខ្ញុំបានយល់ដឹងរៀងច្រើនគួរសមបងបាទហើយខ្ញុំក៏យកអនុវត្តហើយខាងអង្គការ WF គាត់ក៏ទួលខ្ញុំធ្វើជាចំការគំរូបាទហើយខ្ញុំធ្វើតាមគាត់យ៉ាងទៅគាត់បានផ្ដល់មានបានប័ណ្ណខាង Camgap ហ្នឹងបងបាទខ្ញុំសប្បាយចិត្តបងដោយសារមានខាងក្រុមហ៊ុន Coffee គាត់មានការទំនាក់ទំនងហើយចុះជួយកសិករមិនថែមតែប៉ុណ្្នឹងគាត់ជួយលើកទឹកចិត្តកសិករឲ្យកសិករយើងដាំបន្ថែមបាទហើយគាត់តែងតែជំរុញឲ្យកសិករដាំឲ្យច្រើនណាមួយគាត់អាចផ្ដល់ជាកម្ចីបានបងបាទខ្ញុំមានគម្រោងថានៅពង្រីកដាំថែមក្នុងផ្ទៃដីមួយហាត់បងដែលជាដីនៅសល់ហើយជាដីដែលកសិកម្មខ្ញុំចង់ឲ្យកសិករ
មិនថាចាស់មិនថាថ្មីបាទអ្នកដែលចូលចិត្តដាំកាហ្វេបាទសូមឲ្យពួកគាត់ចូលរួមក្នុងការរៀនវគ្គបណ្ដុះបណ្ដាលពីក្រុមហ៊ុនកូហ្វីដែលគាត់បានទំនាក់ទំនងជាមួយនឹងខាងមន្ទីរកសិកម្មបងដើម្បីឲ្យគាត់យល់ពីការដាំហើយនិងបច្ចេកទេសក្នុងការមើលថែដូចជាការដាក់ជីការស្រោចទឹកការតាក់តែងមែកការបបោផលបង